ការឆាប់ចូលគេងនៅពេលយប់គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពនិងជីវិតប្រចាំថ្ងៃរបស់អ្នកនៅពេលអ្នកចូលគេងទាន់ពេលវេលារាងកាយនិងចិត្តរបស់អ្នកទទួលបាននូវការសម្រាកត្រឹមត្រូវការឆាប់ចូលគេងនៅពេលយប់ជួយឲ្យអ្នកញាក់ពីដំណេកដោយស្រស់ស្រាយនិងសកម្មនៅពេលព្រឹកវាធ្វើឲ្យប្រសើរឡើងនូវការផ្ដោតការចងចាំនិងការរៀនសូត្រអ្នកដែលចូលចិត្តគេងយឺតច្រើនតែមានអារម្មណ៍ថាអស់កម្លាំងខ្សោយនិងមានភាពតានតឹងការឆាប់ចូលគេងក៏ជួយការពារភ្នែកបេះដូងនិងសុខភាពទូទៅរបស់អ្នកផងដែរកុមារនិងសិស្សានុសិស្សលូតលាស់បានល្អប្រសើរនិងទទួលបានលទ្ធផលល្អក្នុងការសិក្សាប្រសិនបើពួកគេចូលគេងទាន់ពេលវេលាទម្លាប់ល្អនៃការចូលគេងនិងការភ្ញាក់ពីព្រលឹមធ្វើឲ្យជីវិតមានន័យល្អនិងមានផលិតភាពខ្ពស់ការគេងបានល្អគឺជាគន្លឹះនៃជីវិតដែលនាំឲ្យមានសុខភាពល្អនិងនាំឲ្យមានភាពរីករាយការភ្ញាក់ពីព្រលឹមហើយទៅធ្វើការទាន់ពេលវេលាគឺជាសញ្ញានៃការមានវិន័យនិងការទទួលខុសត្រូវនៅពេលអ្នកចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកពីព្រលឹមអ្នកមានអារម្មណ៍ថាស្រស់ស្រាយនិងមានរបៀបរៀបរយការចេញទៅធ្វើការនៅពេលព្រឹកព្រលឹមផ្ដល់ឲ្យអ្នកនៅពេលវេលាកាន់តែច្រើនដើម្បីរៀបចំផែនការនិងបញ្ចប់កិច្ចការរបស់អ្នកដោយសុខស្រួលអ្នកដែលមកដល់កន្លែងធ្វើការក្នុងពេលព្រឹកព្រលឹមបង្ហាញពីការលះបង់និងភាពហ្មត់ចត់ចំពោះការងាររបស់ខ្លួនវាបង្កើតបាននូវចំណាប់អារម្មណ៍ល្អនិងបង្កើតបាននូវទំនុកចិត្តការក្រោកពីគេងនៅពេលព្រឹកព្រលឹមក៏ធ្វើឲ្យសុខភាពរបស់អ្នកកាន់តែល្អប្រសើរនិងមានផលិតភាពកាន់តែច្រើនផងដែរមនុស្សជោគជ័យតែងឲ្យតម្លៃពេលវេលានិងប្រើប្រាស់ពេលវេលាពេលព្រឹកព្រលឹមប្រកបដោយឈ្លាសវៃប្រសិនបើអ្នកបង្កើតទម្លាប់នៃការចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកពីព្រឹកព្រលឹមអ្នកនឹងសម្រេចបាននូវកិច្ចការជាច្រើននិងជួយកាត់បន្ថយភាពតានតឹងបានច្រើនផងដែរការក្រោកពីគេងនៅពេលព្រឹកព្រលឹមនឹងនាំអ្នកទៅរកជោគជ័យនិងភាពរីកចម្រើនផ្ទាល់ខ្លួនកាន់តែប្រសើរដោយពាក្យដែលគេនិយាយថាសត្វចាបដែលចេញពីសម្បុកនៅពេលព្រឹកព្រលឹមតែងចាប់បានដង្កូវដែលធាត់ៗក្តីសុបិនផ្ដល់ឲ្យនូវអត្ថន័យនិងទិសដៅដល់ជីវិតរបស់អ្នកសមិទ្ធផលដ៏អស្ចារ្យទាំងអស់ចាប់ផ្ដើមដោយក្តីសុបិនក្តីសុបិនជំរុញឲ្យអ្នកខិតខំធ្វើការនិងមិនបោះបង់ក្តីសុបិនវាជួយអ្នកឲ្យស្រមៃឃើញពីអនាគតកាលកាន់តែប្រសើរនិងជំរុញឲ្យអ្នកកែលម្អខ្លួនជាបន្តបន្ទាប់បើគ្មានក្តីស្របិនទេជីវិតអ្នកនឹងមានអារម្មណ៍គិតថាទទេស្អាតនិងគ្មានគោលបំណងនៅពេលអ្នកជឿជាក់លើក្តីសុបិនរបស់អ្នកនឹងទទួលបាននូវទំនុកចិត្តនិងថាមពលវាជារឿងសំខាន់ដែលអ្នកត្រូវកំណត់គោលដៅនិងចាប់ផ្ដើមជំហានតូចៗរាល់ថ្ងៃដើម្បីឆ្ពោះទៅរកការសម្រេចបាននូវគោលដៅទាំងនោះវាអាចមានបញ្ហាប្រឈមនិងការបរាជ័យប៉ុន្តែអ្នកត្រូវតែតាំងចិត្តឲ្យមាំមួនជាមួយនឹងការអត់ធន់ការខិតខំធ្វើការនិងការមានជំនឿមុតមាំក្តីសុបិនរបស់អ្នកអាចក្លាយជាការពិតត្រូវការពារក្តីសុបិនរបស់អ្នកហើយកុំឈប់អ្នកត្រូវដេញតាមក្តីសុបិនរបស់អ្នកជាប់ជានិច្ចរថយន្តសង្គ្រោះបន្ទាន់គឺជាយានយន្តពិសេសមួយដែលប្រើសម្រាប់ដឹកអ្នកជំងឺឬដែលរងរបួសទៅកាន់មន្ទីរពេទ្យវាដើរតួនាទីយ៉ាងសំខាន់ក្នុងគ្រាអាសន្នរថយន្តសង្គ្រោះបន្ទាន់ត្រូវបានបំពាក់ដោយឧបករណ៍និងសម្ភារៈវេជ្ជសាស្ត្រដើម្បីផ្ដល់ជំនួយដំបូងក្នុងកំឡុងពេលធ្វើដំណើរគ្រូពេទ្យសង្គ្រោះបន្ទាន់និងអ្នកបើកបរដែលទទួលបានការបណ្ដុះបណ្ដាលធ្វើការរួមគ្នាដើម្បីជួយសង្គ្រោះជីវិតស៊ីរ៉ែននិងភ្លើងភ្លឹបភ្លែតជួយឲ្យរថយន្តសង្គ្រោះបន្ទាន់ធ្វើដំណើរបានយ៉ាងឆាប់រហ័សឆ្លងកាត់ចរាចរណ៍ការគ្រោះថ្នាក់គាំងបេះដូងដូចជាជំងឺធ្ងន់ធ្ងររថយន្តសង្គ្រោះបន្ទាន់ផ្ដល់ឲ្យនូវការជួយភ្លាមពួកគេផ្ដល់សេចក្តីសង្ឃឹម
និងការគាំទ្រផ្នែកវិទ្យាសាស្ត្ររហ័សក្នុងពេលវេលាដែលសំខាន់ខ្លាំងសេវាកម្មរថយន្តសង្គ្រោះបន្ទាន់មានទាំងយប់ទាំងថ្ងៃយើងគួរតែគោរពនិងផ្ដល់ផ្លូវដល់រថយន្តសង្គ្រោះបន្ទាន់ពីព្រោះពួកគេកំពុងជួយសង្គ្រោះជីវិតមនុស្សដ៏មានតម្លៃសេចក្តីគោរពគឺជាតម្លៃសំខាន់បំផុតមួយក្នុងជីវិតវាមានន័យថាជាការប្រព្រឹត្តចំពោះអ្នកដទៃដោយក្តីសប្បុរសយុត្តិធម៌និងការយោគយល់នៅពេលអ្នកគោរពអ្នកដទៃអ្នកបង្កើតបាននូវសេចក្តីសុខនិងទំនាក់ទំនងរឹងមាំការគោរពចាប់ផ្ដើមពីនៅក្នុងផ្ទះដោយការគោរពឪពុកម្ដាយរបស់អ្នកនិងមនុស្សចាស់ៗវាក៏រួមបញ្ចូលទាំងការស្ដាប់ដោយយកចិត្តទុកដាក់ការនិយាយដោយគួរសមនិងការទទួលយកមតិយោបល់របស់អ្នកដទៃផងដែរនៅសាលារៀននិងនៅកន្លែងធ្វើការគោរពជួយបង្កើតឲ្យមានការងារជាក្រុមនិងការជឿទុកចិត្តគ្នាមនុស្សដែលមានការគោរពទទួលបាននូវសេចក្តីស្រឡាញ់និងការកោតសរសើរពីអ្នកដទៃអ្នកគួរគោរពមិនត្រឹមតែមនុស្សដទៃប៉ុណ្ណោះទេប៉ុន្តែក៏ត្រូវគោរពចំពោះខ្លួនឯងផងដែរការគោរពចំពោះខ្លួនឯងផ្ដល់ឲ្យអ្នកនូវទំនុកចិត្តនិងសេចក្តីថ្លៃថ្នូរប្រសិនបើមនុស្សគ្រប់គ្នាអនុវត្តការគោរពក្នុងជីវិតប្រចាំថ្ងៃសង្គមនឹងក្លាយជាកន្លែងដែលកាន់តែប្រសើរនិងមានសេចក្តីសុខជាងមុនសម្រាប់មនុស្សទាំងអស់គ្នាកាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោកមនុស្សជាច្រើនចាប់ផ្ដើមថ្ងៃថ្មីរបស់ពួកគេជាមួយនឹងកាហ្វេមួយពែងវាជួយពួកគេឲ្យមានអារម្មណ៍ស្រស់ស្រាយនិងមិនងងុយគេងហើយថែមទាំងសកម្មទៀតផងកាហ្វេត្រូវបានផលិតចេញពីគ្រាប់កាហ្វេលីងនិងមានក្លិនឈ្ងុយឆ្ងាញ់ខ្លាំងកាហ្វេមានច្រើនប្រភេទដូចជាកាពូឈីណូនិងឡាតេជាដើមហាងកាហ្វេគឺជាកន្លែងពេញនិយមដែលមនុស្សជួបមិត្តភ័ក្តិសិក្សារៀនសូត្រឬធ្វើការផឹកកាហ្វេក្នុងកម្រិតមធ្យមអាចបង្កើតការផ្ដោតនិងបង្កើនថាមពលទោះយ៉ាងណាការផឹកកាហ្វេច្រើនពេកមិនល្អសម្រាប់សុខភាពឡើយកាហ្វេមិនត្រឹមតែជាភេសជ្ជៈប៉ុណ្ណោះទេសម្រាប់មនុស្សជាច្រើនវាគឺជាទម្លាប់ប្រចាំថ្ងៃនិងជាប្រភពនៃសេចក្តីសុខ